ផ្ដើមរឿងដំបូងនាងបានញញឹមឡើងបន្ទាប់ពីទុកកង្វល់អស់ជាច្រើនឆ្នាំត្រូវបានធូរស្រាលព្រមទាំងលួចភ្ញាក់ផ្អើលដែលក្មេងម្នាក់អាចធ្វើវាបានសម្រេចស៊ីលវីយ៉ាបានសង្ស័យលោកប៉ាទ្រិកជាអ្នកជួយជ្រោមជ្រែងតែគាត់បានបដិសេធភ្លាមថាខ្លួនមិនបានធ្វើអ្វីសោះឡើយរួចគាត់ក៏បានចង្អុលទៅគំនោក្តារស្នាមដោយប្រាប់ថាគាត់រវល់រៀបចំកិច្ចការពិធីរបស់ Lion ដែលត្រូវបានលុបចោលទៅហើយស៊ីលវីយ៉ាបានគិតថាប្រសិនបើ Lion ជាអ្នកធ្វើថ្នាំនោះដោយខ្លួនឯងមែននោះវានឹងអាចបង្កើតជាបញ្ហាដ៏ធំមួយទៀតមិនខាននាងបានសម្លឹងមើលដបថ្នាំនៅលើតុរួចក៏ពោលឡើងវាពិតជាស័ក្តិសមនឹងវីរបុរសនៅក្នុងរឿងព្រេងខ្លាំងណាស់លោកប៉ាទ្រិកក៏បានបញ្យល់ទៅតាមទំនៀមទម្លាប់ពាក្យថាវីរបុរសគឺសំដៅទៅលើអ្នកដែលលេចមុខមកដើម្បីជួយសង្គ្រោះពិភពលោកឲ្យរួចផុតពីអំពើអាក្រក់តែគាត់គិតថាជីវិតរបស់វីរបុរសមិនដែលជួបក្តីសុខឡើយព្រោះពួកគេត្រូវប្រឈមមុខនឹងសង្គ្រាមមិនចេះចប់ភាពទទេស្អាតព្រមទាំងភាពអស់សង្ឃឹមផាទ្រិកបានបន្តទៀតនៅពេលដែលសន្តិភាពត្រឡប់មកវិញវីរបុរសទាំងឡាយក៏ត្រូវបាត់ខ្លួនទៅហាក់ដូចជារបស់ឥតប្រយោជន៍ដែលគេបានប្រើប្រាស់រួចគាត់បានក្តាប់ដៃយ៉ាងតឹងណែនរួចក៏បន្ថែមទៀតថាពួកគេបាត់ខ្លួនទៅដោយមិនបានបន្សល់ទុកនៅស្នាមដានអ្វីឡើយវាហាក់បីដូចជាពួកគេបានរលាយបាត់ទៅក្នុងខ្យល់អាកាសគាត់បានរៀបរាប់ថាពួកម៉ាក់មិត្តភ័ក្តិនិងកូនចៅបានខិតខំព្យាយាមដើរតាមរកគាត់ប៉ុន្តែបែរជារកមិនឃើញដំរីអ្វីសោះតែម្ដងគាត់មានការបារម្ភថាតើត្រូវធ្វើបែបណាប្រសិនបើ Lion ជាវីរបុរសក្នុងរឿងព្រេងដែលត្រូវមកជួបវាសនាអាភ័ព្វបែបនោះគាត់បានសារភាពទាំងអារម្មណ៍ក្តុកក្តួលនិងឈឺចាប់ថាខ្លួនធ្លាប់បាត់បង់មិត្តរួមសមរភូមិរួចទៅហើយទើបមិនចង់ឃើញចៅប្រុសរបស់ខ្លួនត្រូវជួបរឿងបែបនេះទៀតទេនៅពេលដែលបានឮបែបនេះស៊ីវីបានញញឹមយ៉ាងជឿជាក់រួចក៏បានប្រកាសថាវាដល់ពេលវេលាដែលត្រូវលាក់បាំងក្មេងប្រុសម្នាក់នេះហើយនាងបានពោលប្រកាសយ៉ាងម៉ឺងម៉ាត់ខ្លួននឹងឈប់បំពេញការងារធ្វើឲ្យលោកប្រធានដឹកនាំក្រុមគ្រួសារមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផាទ្រិកបានស្ទុះក្រោកឈរទាំងក្តីខឹងសម្បាររួចក៏បានសួរតើវាសមហេតុផលដែរឬទេដែលនាងសុកចិត្តលះបង់សេរីភាពត្រឹមតែដើម្បីចង់លាក់បាំងរឿងរបស់ Lion នោះគាត់និយាយគេមិនគួរចង់រស់នៅក្រោមបង្គាប់គេរហូតនោះទេតែនាងបាននិយាយកាត់សម្ដីរបស់គាត់ព្រមទាំងហៅឈ្មោះគាត់ដើម្បីមិនឲ្យគាត់បន្តការនិយាយទៀតដោយការបង្ហាញទឹកមុខដ៏ម៉ឺងម៉ាត់នាងថារឿងដែលមកបារម្ភពីសុខទុក្ខរបស់មេធ្មប់គឺវាជារឿងរ៉ាវដ៏គ្មានប្រយោជន៍បំផុតនៅក្នុងលោកនេះហើយស៊ីលវីបានបោះជំហានដើរទៅមុខខណៈដែលមានផ្សែងពណ៌ខ្មៅព័ទ្ធជុំវិញខ្លួនដើម្បីបង្ហាញឲ្យឃើញថានាងបានចងចាំរាល់ព័ត៌មានលម្អិតទាំងអស់ដែលស្ថិតនៅក្នុងកិច្ចសន្យារួចរាល់អស់ហើយនាងនិយាយមេធ្មប់ស៊ីលវីគឺមិនអាចចាក់ចេញពីទឹកដីរបស់គ្រួសារបានទេប៉ុន្តែនាងអាចរស់នៅក្នុងនាមជាមនុស្សធម្មតានៅក្នុងតំបន់នេះបាននាងបានពន្យល់ដោយសារតែម្ចាស់តូចបានអនុញ្ញាតឲ្យនាងអាចរស់នៅបែបមនុស្សធម្មតាបានច្រើនទើបធ្វើឲ្យនាងចង់ធ្វើកិច្ចការអ្វីម្យ៉ាងដើម្បីតបស្នងទៅគាត់វិញដោយការលេចឡើងនៅស្នាមញញឹមដ៏ស្រស់ស្អាតស៊ីលវីបានបញ្ជាក់នាងនឹងដើរតួការពារគាត់យ៉ាងជិតស្និទ្ធបំផុតដើម្បីរក្សាពាក្យសន្យាកាត់មកមើលឯបន្ទប់មួយទៀតនៅក្នុងវិឡាស្រាប់តែមានគេលួចឆ្ងល់ថាតើទើបតែមានការជួលអ្នកបម្រើថ្មីមែនដែរឬទេម្នាក់នេះគឺ Lysil Asteri ដែលត្រូវជាកូនប្រុសទី2គេមានការចម្លែកចិត្តខ្លាំងណាស់ដែលអ្នកបម្រើថ្មីម្នាក់បែរជាខ្លាយទៅជាអ្នកបម្រើផ្ដាច់មុខរបស់ Lion តាមពិតទៅគាត់ជាក្មេងប្រុសដ៏ពូកែមិនធ្លាប់មានជាអ្នកដែលត្រូវស្នងមរតករបស់គ្រួសារនាពេលអនាគតព្រមទាំងជាអ្នកប្រើវេទមន្តកម្រិត4ដែលមានវ័យក្មេងបំផុតបើនិយាយទៅតាមវិធីជាច្រើនគាត់គឺជាអ្នកស្នងមរតកដែលមានចរិតដោយលោកប៉ាទ្រិកបំផុតដោយចេះប្រើប្រាស់ភាពវ័យក្មេងរបស់ខ្លួនធ្វើជាអាវុធដ៏ខ្លាំងក្លាប៉ុន្តែសម្រាប់មនុស្សដែលគិតហេតុផលដូច Lysil ការបង្ហាញវត្តមានរបស់ដឹងអ្នកបម្រើថ្មីម្នាក់នេះគឺវាហាក់បីដូចជាគួរឲ្យសង្ស័យខ្លាំងណាស់រូបគេមិនជឿតតែសោះស៊ីលវីយ៉ាព្រមឈប់ធ្វើការដោយសារតែរឿងថ្នាំនោះទេហើយការមកជំនួសតំណែងនេះគឺពិតជាមានអ្វីមួយមិនប្រក្រតីឡើយភ្លាមនោះ Lysil ក៏បាននឹកឃើញដល់រឿងរ៉ាវកាលពីយប់មិញនៅក្នុងអំឡុងពេលដែលពួកគេកំពុងសន្ទនាគ្នានៅក្នុងបន្ទប់គេបានសួរនាំឃើញស៊ីលវីយ៉ាមានភាពរីករាយខ្លាំងណាស់តើនាងពិតជាចង់ឈប់ពីការងារមែនដែរឬទេនាងក៏បានឆ្លើយតបវិញខ្លួនគ្រាន់តែមកដើម្បីពោលពាក្យលាគ្នាអ្នកបម្រើបានរៀបរាប់ប្រាប់ថាឱសថថ្នាំដែលលោកប្រុស Lion បានផ្ដល់ឲ្យនាងគឺវាបានជួយឲ្យសុខភាពរឹងមាំល្អប្រសើរឡើងវិញនៅក្នុងពេលនោះដែរ Lysil នៅតែមិនទាន់យល់ដឹងទាល់តែសោះហេតុអ្វីបានជារឿងរ៉ាវបែបនេះអាចទៅរួចបានឡើយនាងក៏បានប្រាប់ទៅគេប្រសិនបើរូបគេចង់ដឹងថាវាជាការពិតឬក៏អត់នោះគឺគួរតែទៅសួរនាំរកបងប្រុសដោយផ្ទាល់តែម្ដងទៅស៊ីវីយ៉ាក៏បាននឹកឃើញដល់ការពីពេលដែលគេនៅក្មេងៗដែលតែងតែរត់ដើរតាមពីក្រោយបងប្រុសប៉ុន្តែ Lysil បែរជាធ្វើការងាកមុខចេញទៅម្ខាងបាត់នាងបានលេចស្នាមសើចតិចៗព្រមទាំងបានធានាអះអាងរាល់អ្វីៗដែលនាងបាននិយាយមកគឺសុទ្ធសឹងតែជាការពិតរួចក៏បណ្ដោយទុកឲ្យគេគិតគូរពីរឿងរ៉ាវរបស់បងប្រុសម្នាក់ឯងស៊ីវីយ៉ាបាននិយាយបន្ថែមទៀតឲ្យគេសាក់លបងចុះទៅតាមធ្វើការលួចសង្កេតមើលសកម្មភាពរបស់លោកប្រុស Lion យ៉ាងហោចណាស់ត្រឹមតែមួយថ្ងៃក៏វាជាការល្អដែរគេគិតក្នុងចិត្តថាខ្លួនពិតជាមិនអាចខាត់ខាំងនាងបានឡើយព្រោះតែបានឃើញនាងមានអារម្មណ៍ធូរស្រាលចិត្តប៉ុន្តែរូបគេនៅតែមិនចង់ជឿទាល់តែសោះថារឿងរ៉ាវទាំងអស់នេះវាបានកើតឡើងមកពីបងប្រុសដ៏ឈួតលីលារបស់គេនោះឡើយចុងក្រោយគេក៏បានសម្រេចចិត្តចុះទៅមើលដោយផ្ទាល់ភ្នែកដោយសារតែបាននឹកឃើញដល់រឿងដែលគេធ្លាប់និយាយថា Lion តែងតែចូលមកក្នុងព្រៃមីមីនៅក្នុងអំឡុងពេលយប់ដែលវាជាទីកន្លែងគ្របដណ្ដប់ទៅដោយព្រៃដ៏មានគ្រោះថ្នាក់បំផុតលុះនៅក្នុងពេលដែលបានឈានជើងចូលមកក្នុងព្រៃ Lysil បានលួចរអ៊ូទីកន្លែងមួយនេះគឺនៅតែមានភាពងងឹតស្លុបថែមទាំងមិនមានផ្លូវសម្រាប់ដើរទៀតផងគេលួចនឹកឆ្ងល់តើបងប្រុសរបស់គេមានអ្វីតាក់ទាញចិត្តទៅព្រោះប្រសិនបើត្រូវការឱសថថ្នាំគឺគ្រាន់តែប្រើឲ្យអ្នកដទៃដើររកជំនួសក៏បានដែរប៉ុន្តែភ្លាមនោះស្រាប់តែមានសម្លេងប្លែកអ្វីមួយបន្លឺឡើងមកពីក្នុងព្រៃធ្វើឲ្យ Lysil ត្រូវបង្ខំចិត្តឈប់ដើររួចផ្អាកស្ដាប់ទាំងក្តីងឿងឆ្ងល់គេបានបញ្ឈប់ជំហានរួចក៏លួចមើលពីក្រោយគុម្ពឈើមួយកន្លែងក៏បានឃើញបងប្រុសរបស់ខ្លួនកំពុងតែអង្គុយធ្វើកិច្ចការអ្វីម្យ៉ាងនៅលើដីយ៉ាងមានការផ្ចិតផ្ចង់អារម្មណ៍បំផុត
លីសៀលចំណាំបានយ៉ាងច្បាស់ម្នាក់នោះគឺជាបងប្រុសរបស់ខ្លួនពិតប្រាកដមែនប៉ុន្តែគេមិនយល់តតែសោះថាហេតុអ្វីបានជាគាត់ត្រូវមកធ្វើបែបនេះនៅចំកណ្ដាលព្រៃតែម្នាក់ឯងទៅវិញមួយរំពេចនោះគេមានការតក់ស្លុតជាខ្លាំងនៅពេលដែលបានឃើញឡៃអិនហ៊ាននឹងលើកខាំរបស់វ័យម្យ៉ាងដែលមានសភាពប្រឡាក់ដីស្រមាមដោយសារតែមានក្តីភ័យស្លន់ស្លោខ្លាំងពេកលីសៀលក៏បានស្ទុះលោតចេញមកខាងក្រៅព្រមទាំងបានស្រែកឡើងដើម្បីប្រាប់ឲ្យបងប្រុសធ្វើការបញ្ឈប់សកម្មភាពភ្លាមៗតែម្ដងគេបានស្រែកប្រាប់ថារបស់នោះវាមានសភាពកខ្វក់ណាស់រួចក៏បានប្រើប្រាស់នៅមន្តវិជ្ជាខ្យល់ដើម្បីស្ទុះទៅដណ្ដើមមើមដំឡូងចេញពីដៃរបស់គាត់ធ្វើឲ្យបងប្រុសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងភាពស្ងប់ស្ងាត់ក៏បានកើតមានឡើងមួយរំពេចនៅក្នុងខណៈពេលដែលបងប្អូនទាំងពីរនាក់ឈរមើលមុខគ្នាចំទាំងមិនដឹងខ្លួនត្រូវរៀបរឹកពីបែបណាឡើយភ្លាមនោះឡៃអិនបានដួលអង្គុយចុះរួចក៏យំឡើងទាំងអារម្មណ៍អស់សង្ឃឹមនៅពេលដែលបានឃើញមើមដំឡូងដុតរបស់ខ្លួនត្រូវរងការខ្ទេចខ្ទីអស់រហូតដល់មិនអាចយកមកញ៉ាំបានបន្ទាប់មកបងប្រុសក៏បានក្រោកឈរឡើងរួចក៏សួរនាំតើអ្នកជានរណាហើយកំពុងតែធ្វើកិច្ចការអ្វីហ្នឹងទើបតែពេលនេះឯងដែលគាត់ដឹងថាជាលីស៊ីលរួចឡៃអិនក៏បានសួរនាំគេមកទីនេះធ្វើអ្វីលីស៊ីលចាប់ផ្ដើមភ័យនៅក្នុងចិត្តព្រោះតែផែនការលួចដើរតាមសង្កេតមើលរបស់ខ្លួនត្រូវរងការខូចខាតអស់ទៅហើយរូបគេមិនដឹងត្រូវនិយាយពីអ្វីចេញមកឡើយនៅពេលដែលឡៃអិនដើរមកជិតព្រោះគាត់នឹកស្មានមិនដល់ទាល់តែសោះថាប្អូនប្រុសរបស់ខ្លួននឹងធ្វើដំណើរមកដល់ក្នុងព្រៃជ្រៅបែបនេះនាំឲ្យឡៃអិនមានអារម្មណ៍រន្ធត់ចិត្តជាខ្លាំងព្រោះគិតថាប្រសិនបើក្រុមគ្រួសារដឹងគេកំពុងតែភ័យភ្លាមនោះស្រាប់តែលីស៊ីលក៏បានសុំទោសរឿងដែលខ្លួនប្រើវេទមន្តតែគេពិតជាមិនអាចទ្រាំញ៉ាំរបស់ប្រឡាក់ដីបែបនេះបានទេឡៃអិនក៏បញ្យល់ប្រាប់ថាធម្មតាដំឡូងគឺត្រូវដកចេញពីដីអញ្ចឹងហើយលីស៊ីលក៏សួរដេញដោលតាមបច្ចេកទេសថាតើវាជាប្រភេទមើមឈើដែលមានជាតិម្សៅមែនទេពាក្យសម្ដីនេះធ្វើឲ្យឡៃអិនឆ្ងល់យ៉ាងខ្លាំងព្រោះមិនដែលឮនរណាពណ៌នាពីដំឡូងបែបនេះសោះដោយក្តីចង់ដឹងឡៃអិនក៏សួរទៅវិញថាមួយជីវិតនេះគេមិនដែលញ៉ាំដំឡូងផ្អែមទេមែនទេធ្វើឲ្យអ្នកជាប្អូនធ្វើមុខធេងធំមិនដឹងមិនឮអ្វីទាំងអស់យុវជនរូបនោះក៏ឧទានឡើងថាគេពិតជាបាត់បង់របស់ដែលឆ្ងាញ់បំផុតក្នុងឆាកជីវិតនេះហើយខណៈដែលលីសៀននៅតែឆ្ងល់ថាតើវាសំខាន់ដល់ថ្នាក់នឹងផងឡៃអិនក៏ប្រាប់ឲ្យប្អូនអង្គុយចាំទីនេះមួយផ្លែតសិនដើម្បីឲ្យគេទៅដកដំឡូងបន្ថែមទៀតអ្នកជាប្អូនក៏ព្រមទទួលយកទាំងស្ទាក់ស្ទើរក្នុងចិត្តឡៃអិនញញឹមបិទមាត់មិនជិតរួចសួរទៅកាន់ប្អូនថាប្អូនចេះប្រើវេទមន្តធាតុភ្លើងដែរទេគេចង់ឲ្យប្អូនប្រុសជួយបង្កាត់ភ្លើងសម្រាប់បោះជំរំលីសៀលក៏យល់ព្រមភ្លាមៗដោយនិយាយថារឿងតូចតាចប៉ុណ្ណឹងមិនមែនជាបញ្ហាឡើយមិនយូរប៉ុន្មានក្មេងប្រុសដ៏ពូកែម្នាក់នេះក៏បានមកអង្គុយនៅមុខភ្នក់ភ្លើងដែលខ្លួនទើបតែបង្កាត់ឡើងចំកណ្ដាលព្រៃដ៏ងងឹតស្លុបឡៃអិនបានដើរត្រឡប់មកវិញទាំងដៃកាន់ដំឡូងផ្អែមពេញរួចក៏សួរថាភ្លើងបង្កាត់រួចរាល់ហើយមែនទេប្អូនប្រុសក៏ងក់ក្បាលឆ្លើយតបយ៉ាងរហ័សដោយគ្មានការរារែកឡើយភ្លាមនោះឡៃអិនក៏បោះដំឡូងទាំងអស់នោះចូលទៅក្នុងភ្នក់ភ្លើងតែម្ដងលីស៊ីលឃើញបែបនេះក៏ស្លន់ស្លោខ្លាំងណាស់តែឡៃអិនប្រាប់ឲ្យចិត្តត្រជាក់រង់ចាំវាឆ្អិនសិនទៅហើយក៏លួងលោមប្អូនដែលខ្លាចដំឡូងនោះខ្លោចអស់ដោយពន្យល់ថាសម្បកក្រាស់ៗខាងក្រៅរបស់វាអាចការពារសាច់ខាងក្នុងបានយ៉ាងល្អបងប្អូនទាំងពីរនាក់ក៏បានអង្គុយលើគល់ឈើជាមួយគ្នាហើយរង់ចាំអាហារឆ្អិនដោយភាពស្ងប់ស្ងាត់លីស៊ីលួចសម្លឹងមើលមុខបងប្រុសរួចក៏សម្រេចចិត្តបំបែកភាពស្ងាត់ជ្រងំក្នុងរាត្រីដ៏ត្រជាក់នេះដោយនិយាយចេញមកនៅពាក្យសម្ដីយ៉ាងទន់ភ្លន់និងរំភើបចិត្តឡៃអិនញញឹមទាំងពោលថាការគេចវេះចេញពីទម្លាប់ដដែលរាល់ថ្ងៃដើម្បីមកធ្វើអ្វីដែលថ្មីប្លែកបែបនេះពិតជាអាចជួយឲ្យអារម្មណ៍យើងស្រឡះល្អណាស់គេបន្តទៀតថាការខំប្រឹងជារឿងល្អតែការសម្រាកក៏សំខាន់មិនចាញ់គ្នាដែរសម្ដីនេះធ្វើឲ្យអ្នកជាប្អូនងក់ក្បាលយល់ស្របតាមឡៃអិនបានកាយដកដំឡូងចេញពីភ្នក់ភ្លើងទាំងក្លិនឈ្ងុយហុយឡើងត្រឡប់រួចក៏ប្រាប់ថាឥឡូវវាឆ្អិនល្មមញ៉ាំបានហើយលីសៀលយកដៃកាន់ដំឡូងក្តៅនោះរួចក៏ខំសាក់មួយម៉ាត់ភ្លាមនោះគេក៏បើកភ្នែកធំដោយភ្ញាក់ផ្អើលនឹងរសជាតិដ៏ផ្អែមឆ្ងាញ់មិនគួរឲ្យជឿរបស់វាលីសៀលបណ្ដើរគិតបណ្ដើរទាំងលាន់មាត់សរសើរថារសជាតិអាហារក្តៅបែបនេះពិតជាឆ្ងាញ់ខ្លាំងណាស់ឃើញប្អូនសរសើរមិនដាច់ពីមាត់ឡៃអិនក៏ញញឹមបិទមាត់មិនជិតរួចប្រាប់ថានេះគេហៅថាដំឡូងផ្អែមចេកទោះបីជាតំបន់ដែលពួកគេរស់នៅមិនសូវមានរដូវរងាខ្លាំងក៏ដោយតែនៅក្នុងព្រៃនាពេលរាត្រីគឺត្រជាក់ខ្លាំងណាស់ទើបវាធ្វើឲ្យយើងចង់ញ៉ាំរបស់អ្វីក្តៅបែបនេះដូចជាដំឡូងដុតឬក៏នំត្រីផ្អែមជាដើមនេះហើយជាអាចកំបាំងដែលធ្វើឲ្យយើងរស់នៅបានយ៉ាងមានក្តីសុខឡៃអិនអង្គុយសម្លឹងមើលប្អូនប្រុសដែលកំពុងតែញ៉ាំយ៉ាងជក់មាត់ហើយដឹងថាគេច្បាស់ជាឃ្លានខ្លាំងណាស់ហើយនៅយប់នេះគេលួចគិតថាក្មេងប្រុសវ័យប៉ុណ្ណេះពេលញ៉ាំម្ដងដូចសត្វចម្លែកអញ្ចឹងហើយវាក៏ធ្វើឲ្យគេនឹកឃើញដល់ការខ្លួនឯងនៅជាសិស្សម្នាក់ដែរលីស៊ីលងាកទៅមើលមកខាងទៀតរួចក៏ត្រូវភ្ញាក់ព្រឺតនឹងគំនរសម្បកដំឡូងដ៏ច្រើនសន្ធឹកសន្ធាប់ដែលខ្លួនឯងបានញ៉ាំហើយក៏ຕົកដោយមិនដឹងខ្លួនទាល់តែសោះឡៃអិនសប្បាយចិត្តខ្លាំងណាស់ដែលឃើញអាហារនេះត្រូវមាត់ប្អូនធ្វើឲ្យក្មេងប្រុសអៀនរហូតដល់និយាយអ្វីមិនចេញបន្ទាប់ពីប្អូនសារភាពថាវាឆ្ងាញ់ឡៃអិនក៏ដេញឲ្យញ៉ាំតាមចិត្តចង់ទៅព្រោះគេដឹងថាកន្លងមកប្អូនត្រូវខំប្រឹងធ្វើការយ៉ាងធ្ងន់ធ្ងរដើម្បីជួយគ្រួសារជំនួសរូបគេឡៃអិននិយាយបន្តថាការឈឺចុកចាប់វាជារឿងលំបាកខ្លាំងណាស់តែអ្នកដែលឈរមើលក៏ឈឺចាប់មិនចាញ់គ្នាដែរគឺអ្នកដែលត្រូវឈរមើលដោយមិនអាចជួយសម្រាប់អ្វីបានទាល់តែសោះបងប្រុសញញឹមយ៉ាងកក់ក្ដៅរួចបញ្ជាក់ថាខ្លួនមិនដែលចាត់ទុកប្អូនជាបន្ទុកឬជាភាពលំបាកក្នុងជីវិតឡើយគេថែមទាំងនិយាយយ៉ាងច្បាស់ថាមិនដែលគិតបន្ទោសប្អូនប្រុសសូម្បីតែបន្តិចណាឡើយទោះជាយ៉ាងនេះក្តីលីស៊ីននៅតែមានអារម្មណ៍អន់ចិត្តនិងស្ទាក់ស្ទើរគេលួចសារភាពថាខ្លួនពិតជាមានអារម្មណ៍ច្រណែនបន្តិចមែនព្រោះឡៃអិនមានអ្វីគ្រប់យ៉ាងដែលខ្លួនឯងខ្វះខាតគេធ្វើកាយវិការអៀនព្រានទាំងភ័យរួចនិយាយកែខ្លួនថាគេមិនបានអន់ចិត្តអ្វីឡើយហើយនឹងខំប្រឹងបន្តទៀតឃើញបែបនេះឡៃអិនក៏សើចឡើងនៅពេលឃើញប្អូនប្រុសមានកង្វល់ច្រើនម្លេះបងប្រុសលួចគិតក្នុងចិត្តដោយក្តីអាណិតស្រឡាញ់ថាមិនថាមានរឿងអ្វីទេប្អូននៅតែជាក្មេងតូចម្នាក់សម្រាប់បងដដែលគេពោលថាវ័យប៉ុណ្ណេះក្មេងៗតែងតែគិតពីខ្លួនឯងច្រើនអញ្ចឹងឯងបើមានអារម្មណ៍ថានឿយហត់នឹងការរៀនសូត្រពេកគួរតែធ្វើអ្វីតាមចិត្តចង់ខ្លះទៅក៏មិនអីដែរ
បងប្រុសបានរំកិលខ្លួនទៅអង្គុយក្បែរនៅលើគល់ឈើរួចក៏យកដៃទៅស្ទាបស្មារបស់គេទាំងពលពាក្យសរសើរចំពោះការខំប្រឹងប្រែងកន្លងមកខណៈពេលកំពុងអង្គុយមើលផ្កាយដ៏ស្ងប់ស្ងាត់ជាមួយបងប្រុស Lysil ក៏នឹកឃើញថាអ្វីដែល Sylvia និយាយគឺពិតជាត្រូវមែនគេពិតជាមានក្តីសុខណាស់ដែលបានមកជួប Lion នាពេលនេះបន្ទាប់មកនៅក្នុងបន្ទប់ Lion កំពុងតែអង្គុយពិនិត្យមើលប្រព័ន្ធជូនដំណឹងទាំងក្តីរំភើបចិត្តជាខ្លាំងព្រោះពេលនេះគេប្រមូលប្រាក់បានរហូតដល់ 71000 ស៊ីលីងឯណោះមិនយូរទេគេនឹងអាចបើកដំណើរការហាងស៊ីលីងបានហើយគេដឹងច្បាស់ថាការខិតខំផ្សំថ្នាំឲ្យ Sylvia កន្លងមកពិតជាមានតម្លៃឆ្លើយតបមកវិញយ៉ាងគាប់ចិត្តយុវជនរូបនេះលួចសើចតិចៗតែទាំងមានអារម្មណ៍ស្ដាយក្រោយជំនួសតាចាស់ដែលត្រូវ Sylvia បដិសេធចំណែកឯតាចាស់នោះវិញបានត្រឹមតែស្រែកតវ៉ាក្នុងចិត្តថាមិនមែនទេរឿងពិតវាមិនមែនបែបហ្នឹងឡើយគេសប្បាយចិត្តណាស់ដែលអាចបង្កើតភាពជិតស្និទ្ធជាមួយ Lysil បានហើយពេលនេះគេលែងមានក្តីបារម្ភរឿងត្រូវគេបណ្ដេញចេញពីទីនេះទៀតហើយរំពេចនោះមានសម្លេងគោះទ្វារបន្ទប់យុវជនដែលកំពុងតែដេកលក់បណ្ដាលក៏បានស្រែកប្រាប់ឲ្យអ្នកនៅខាងក្រៅរុញទ្វារចូលមកចុះទ្វារបន្ទប់របើកបន្តិចរួចមានសម្លេងដ៏ទន់ភ្លន់មួយពោលសួរសុខទុក្ខវាធ្វើឲ្យបងប្រុសអង្គុយធ្លាក់ថ្លើមមកភាំងស្មារតីនិងភ្ញាក់ផ្អើលយ៉ាងខ្លាំងអ្នកបម្រើស្រីថ្មីម្នាក់បានណែនាំខ្លួនថានាងឈ្មោះ Elvia ហើយចាប់ពីថ្ងៃនេះទៅនាងជាអ្នកទទួលបន្ទុកមើលថែទាំគេប៉ុន្តែ Lion បែរជាមានអារម្មណ៍មិនសូវស្រួលនិងចម្លែកចិត្តចំពោះនាងទៅវិញគេសន្និដ្ឋានក្នុងចិត្តភ្លាមថានាងច្បាស់ជាមានបំណងលាក់កំបាំងអ្វីមួយហើយវាក៏មិនមែនជារឿងចម្លែកអស្ចារ្យដែរព្រោះសូម្បីតែពួកគ្រីស្ទក៏មានវត្តមាននៅទីនេះដែរតើយុវជនពោលថាគេរីករាយនឹងធ្វើការងាររួមគ្នាជាមួយនាងរីឯ Elvia ក៏បានឱនក្បាលគោរពរួចប្រាប់ឲ្យហើយនាងភ្លាមបើមានការខ្វះខាតអ្វីគេញញឹមយ៉ាងរួសរាយរួចឆ្លៀតឱកាសពោលពាក្យអរគុណទៅកាន់អ្នកបម្រើថ្មីរូបនោះពីចិត្តពិតដោយនិយាយថាអរគុណសម្រាប់រឿងរ៉ាវកន្លងមកដែលជួយឲ្យរូបខ្ញុំនិងប្អូនប្រុសអាចយល់ចិត្តគ្នានិងកាន់តែស្និទ្ធស្នាលគ្នាបែបនេះនារីរូបនោះបែរជានិយាយសុំទោសដោយសារនាងមិនសូវយល់ពីអ្វីដែលគាត់ចង់មានន័យឡើយតែ Lion សើចអៀនរួចតបវិញភ្លាមថាមិនអីនោះទេបងប្រុសក៏ប្រញាប់កាត់សម្ដីរួចសួរនាំកាយខៃភ្លាមថាបើអញ្ចឹងចាំយើងទុកជជែកគ្នានៅពេលក្រោយចុះបន្ទាប់មកគេក៏បានរត់ចេញមកខាងក្រៅទាំងក្តីរំភើបដោយសារមានការណាត់ជួបលីកសេទៅដើរលេងកម្សាន្តខណៈពេលនោះដែរនៅឯតំបន់ពាណិជ្ជកម្មដ៏មានភាពអ៊ូអរនិងអ៊ូអែមួយកន្លែងប្រជាភូមិជាច្រើនកំពុងតែឈរជជែកគ្នាលេងយ៉ាងសប្បាយរីករាយលីកសេដើរបណ្ដើរគិតក្នុងចិត្តបណ្ដើរទាំងមានអារម្មណ៍ថារឿងរ៉ាវទាំងនេះពិតជាចម្លែកខ្លាំងណាស់ប៉ុន្តែវាក៏គួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់